ថ្ងៃពុធ14 ខែទុតិយាសាទឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវថ្ងៃទី12ខែសីហាឆ្នាំ2026មកភាជាចាតកាវត្តបางប្រាតែមានព្រានាមថាសឹងខ្នែងបាននាំពុទ្ធបរិស័ទទៅរើថ្មនៅខាងយកតៃខាងយកតៃថ្មអត់ស្គាល់ទេប៉ុន្តែដឹងថាខាងនោះយកតៃហើយនេះជាវីដេអូរើថ្មហើយដោយរើថ្មនឹងថ្ងៃទី12ហ្នឹងគឺបាន2ឡានតាមពិតរើ3លើកហើយប៉ុន្តែនេះជាលើកទី3បងលើកទី3ថ្មបានទៅចូលរួមហ្នឹងបាន2លើកលើកទី1បានចូលរួមទេហើយបរិស័ទហ្នឹងក៏ទៅរើមុនដោយសារអត់បានទៅវីដេអូខ្លះហើយឃើញខ្ញុំតាសប្បាយទេតាសប្បាយតែខ្លួនឯងសប្បាយអញ្ចឹងសូមជាស្អីដល់ម្ចាស់ចង្ការផងបើសិនឃើញវីដេអូនេះអាភិបព្រមទាំងបរិស័ទនឹងទៅរើថ្មយកទៅគ្រឹះសម្រាប់ដាក់តម្កល់ព្រះពុទ្ធរូបដែលថ្មសុទ្ធមានទម្ងន់5តោនជាងបងហើយតម្លៃហ្នឹង3000ជាងហើយញាតិញោមបានចរចាថ្លៃទៅបានពីចុះសល់3000ជាងហើយប្រឡាំងតន្ធ្វើរួចទេញោមបែរជាហើយស្អែកមកតាមផាគឺស្អែកហើយស្អែកនៅខាងលើហើយចឹងគឺអធិស្ឋានគុណចាស់ព្រមទាំងញោមទាំងអស់មានកលែងណាខុសឆ្គងឬមិនសមរម្យអធិស្ឋានផងហើយក៏សូមអធិស្ឋានដល់ម្ចាស់ចង្ការដែលអាត្មាភាពតំណាងឲ្យជាអធិការតំណាងឲ្យពុទ្ធបរិស័ទទាំងអស់បានទៅនាំគ្នារើសថ្មនៅចង្ការយកមកធ្វើប្រឡាំងព្រះហើយចំណែកបុណ្យចែកដល់ម្ចាស់ចង្ការផងហើយចែកបុណ្យដល់ពុទ្ធបរិស័ទទាំងអស់ជិតឆ្ងាយក្នុងស្រុកនិងក្រៅស្រុកទាំងអស់ផងហ្នឹងយើងនឹងបានអនុមោទនាផងបងអនុមោទនាជ្រះថ្លានៅក្នុងការមកផ្សព្វទាំងអស់ដែលពុទ្ធបរិស័ទបាននាំគ្នាមីញឹកហ្នឹងយើងថ្ងៃនេះធ្វើប្រឡាំងផងបកធ្វើរោមម៉ាស៊ីនផងនៅវត្តបងប្រាពុទ្ធពលយើងណាអញ្ចឹងសម្រាប់ទុកដល់ក្មេងជំនាន់ក្រោយក៏បានដឹងបានឃើញមួយចំនួនទៅមួយចំនួនគឺមានតែប៉ុណ្ណេះសល់ចំនួនថ្មប៉ុណ្ណេះហើយចំនួនទីគុណប៉ុណ្ណាទៀតក្រោយណាព្រោះអញ្ចឹងរៀងនេះសលេងទេញោមនៅសារឈឺកងហើយស្អកកផងហើយបើមានកលេងណាក៏ជាស្រ័យហ្នឹងញោមហើយចែកបនដល់ប្រកេតបនដល់គុណចាស់ព្រះអង្គនិងចែកបនដល់ញោមទាំងអស់គ្នាក៏មោទនាបនផង